ជំរាបសួរនាងខ្ញុំឡៅដាណេពី Oswai Migration and Education ថ្ងៃនេះនាងខ្ញុំនឹងចែករំលែកព័ត៌មានអំពីការប្រែប្រួលរបស់អូស្ត្រាលីចំពោះបន្ទុកភាសាអង់គ្លេសកាលពីដើមឆ្នាំ2024ក្រសួងមហាផ្ទៃនៃប្រទេសអូស្ត្រាលីបានប្រកាសថានឹងមានការប្រែប្រួលចំពោះបន្ទុកភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិដែលស្នើសុំទិដ្ឋាការនិស្សិតដែលកាលពីមុនតម្រូវឲ្យនិស្សិតមានបន្ទុក IELTS ត្រឹមតែ 5.5 ប៉ុណ្ណោះបច្ចុប្បន្ននិស្សិតត្រូវតែមានបន្ទុក IELTS ឬយើងហៅថា IELTS សរុបឲ្យបាន6ចុចដើម្បីអាចស្នើសុំទិដ្ឋាការនិស្សិតលេខ500បានហើយក៏នឹងមានការប្រែប្រួលចំពោះនិស្សិតដែលចង់ស្នើសុំទិដ្ឋាការលេខ485ដែលជាទិដ្ឋាការបណ្ដោះអាសន្នសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលីនាងខ្ញុំសូមពន្យល់បន្ថែមបន្តិចអំពីទិដ្ឋាការលេខ485នេះជាទូទៅនិស្សិតអន្តរជាតិដែលមានសិទ្ធិបន្តរស់នៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួនគឺពួកគេអាចស្នើសុំទិដ្ឋាការលេខ485ហើយទិដ្ឋាការនេះអាចឲ្យពួកគេបន្តរស់នៅក្នុងប្រទេសអូស្ត្រាលីរយៈពេល3ឆ្នាំឬ5ឆ្នាំទៅតាមមុខជំនាញដែលពួកគេបានសិក្សានោះឥឡូវនេះដើម្បីអាចស្នើសុំទិដ្ឋាការលេខ485និស្សិតគ្រប់រូបត្រូវតែមានបន្ទុក IELTS 6.5 ដែលកាលពីមុនក្រសួងមហាផ្ទៃតម្រូវឲ្យមានត្រឹមតែ6ចុចតែប៉ុណ្ណោះការផ្លាស់ប្ដូរនេះអាចនឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ2024ហើយវានឹងបង្កជាឧបសគ្គមួយកម្រិតទៀតសម្រាប់និស្សិតកម្ពុជាជាច្រើនរូបពីព្រោះការប្រឡងយកបន្ទុក IELTS គឺមានការលំបាកច្រើនណាស់ដើម្បីបានបន្ទុកគ្រប់ចំនួនតាមតម្រូវការរបស់ក្រសួងមហាផ្ទៃហើយក៏មានការចំណាយច្រើនសម្រាប់ការប្រឡងម្ដងផងដែរនិស្សិតដែលទទួលជោគជ័យទៅលើបន្ទុក IELTS គឺពួកគេជានិស្សិតដែលមានការសិក្សាភាសាអង់គ្លេសច្រើនឆ្នាំនិងមានការត្រៀមលក្ខណៈបានយ៉ាងល្អនៅក្នុងការប្រឡងនិស្សិតដែលទទួលបានបន្ទុកខ្ពស់គឺពួកគេតែងហ្វឹកហាត់លើជំនាញនៅក្នុងការធ្វើតេស្តនេះហើយមួយចំនួនធំគឺបានសិក្សានៅក្នុងថ្នាក់រៀនបច្ចេកទេសធ្វើតេស្តតែម្ដងការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយមុនប្រឡងគឺមានភាពចាំបាច់ណាស់វាចំណេញទាំងពេលវេលានិងថវិកាលោកអ្នកអាចធ្វើការពិភាក្សាលម្អិតអំពីករណីរបស់លោកអ្នកជាមួយនឹងអ្នកជំនាញច្បាប់របស់ Oswai Migration and Education ផងដែរក្នុងការប្រឹក្សានេះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទី1គឺស្វែងយល់ពីស្ថានភាពខ្លួនឯងទី2អ្នកជំនាញនឹងអាចជួយវិតម្លៃថាតើអ្នកអាចទទួលបានទិដ្ឋាការដែរឬទេដោយផ្អែកទៅលើស្ថានភាពរបស់អ្នកជាក់ស្ដែងទី3អ្នកជំនាញនឹងផ្ដល់ជូននៅជម្រើសនៃមធ្យោបាយដែលអាចឲ្យអ្នកទទួលបាននៅទិដ្ឋាការទី4អ្នកនឹងទទួលបានការពន្យល់អំពីនីតិវិធីស្នើសុំទិដ្ឋាការដូចជាលក្ខខណ្ឌដែលគេតម្រូវនិងពេលវេលាដំណើរការជាដើមទី5អ្នកនឹងទទួលបាននៃការផ្ដល់ជូនយោបល់ជាលិលាក់អក្សរបន្ទាប់ពីការប្រឹក្សាយោបល់ព័ត៌មានបន្ថែមសូមតាក់ទងមក Oswai Migration and Education តាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា